កម្ពុជាវាស្មុគស្មាញហើយបើថាមហាអំណាចជួយរៀបចំឲ្យខ្មែរយើងទៅចេញសម្លេងរបស់យើងខ្លះទៅហើយតាមយើងដឹងវិស័យហ្នឹងក្នុងក្រីភាគីនេះបានរួមគ្នាជាងមួយទសវត្សរ៍ពេលរួមគ្នាសិតតែបានផលចំណេញផលអស់គ្នាហើយប្រប្រស័យចាក់តងគ្នាដូចមានទៅធ្វើណែប្រជុំទទួលភ្ញៀវរាជទៅខ្ញុំគូណាលោកទទួលហើយមានទទួលរាជទៅខ្ញុំគូណាជ្រៀងទទួលភ្ញៀវអីមិនហៅថាវានិយាយគ្នាបានរួមបានប្រស័យចាក់តងគ្នាបានល្អជាងមួយទសវត្សរ៍ហើយស្រាប់ដល់មកអនុវត្តកិច្ចព្រមព្រៀងប៉ារីសទៅជាខ្មែរមហាបល័យគូសាសអីទៅវិញអានឹងហើយដែលខ្ញុំនាំឲ្យខ្ញុំនិយាយពីប្រវត្តិសាស្ត្រឡើងវិញប្រវត្តិសាស្ត្រ3សតវត្សកន្លងមកនេះតែការពិតតែខ្ញុំស្ដាយតែរឿង4ភាគីហ្នឹងទេហើយឥឡូវมันបានអនុវត្ត4ភាគីឃើញយ៉ាងម៉េចទេឃើញថាកម្លាំងជាមួយដែលមានទួនាទីសំខាន់ក្នុងពេលរយៈកាលដែលប្រទេសយើងត្រូវឆ្លងកាត់ការលំបាកភាគីហ្នឹងដែលដើរតួសំខាន់មួយដោយរួមជាមួយភាគីទាំងអស់ការពារអធិបតេយ្យជាតិកុំឲ្យខាងអាមេរិកក៏មិនឲ្យគ្រប់គ្រងយើងឯករាជ្យអាមេរិកក៏នៅឯករាជ្យអាមេរិកវៀតណាមកុម្មុយនីសក៏នៅឯករាជ្យវៀតណាមកុម្មុយនីសឥឡូវខ្ញុំទទួលធានគណៈប្រធានរដ្ឋដើមខែ6ឆ្នាំ1976ប៉ុន្តែដល់ខែឧសភាចក្រាខែឧសភាឆ្នាំ1976មានន័យថាមួយខែជាងតិចមានរឿងអសានវិររបស់វៀតណាមខ្ញុំទទួលធ្វើប្រមុខរដ្ឋពេលនោះមិនខ្ញុំចង់បានបំសាក់លៀបតការៈអីទេពួកខ្ញុំឃើញសភាពការវាមិនស្រួលវាមិនល្អហើយដល់ខ្ញុំទទួលបានមួយខែវាមិនល្អមែនវាមិនស្រួលមែនតែថាដើម្បីមានលែងចេះឲ្យមានលែងចុះទេអានឹងហើយតែខ្ញុំសូមថាយករឿងទាំងអស់នោះវាហួសអស់ទៅហើយក៏ប៉ុន្តែសូមថាកុំឲ្យចេះតែចង្អុលខ្មែរក្រហមចេះខ្មែរក្រហមចុះហើយមិនព្រមតវិសោធន៍បានមកប្រកបប្រជាបានមកស្បតើរឿងពិតជាយ៉ាងម៉េចមិនស្រួលឲ្យស្រួលគេទៅពីកោតហ្មងខ្ញុំថាហ្នឹងទៅដកវិថោហើយពីឆ្នាំ1970បើគ្មានខ្មែរក្រហមតស៊ូទេម្ល៉េះកម្ពុជានៅធ្លាក់នៅក្នុងកណ្ដាប់ដៃវៀតណាមកុម្មុយនីសតាំងពីពេលនោះមកហើយអត់មានកម្ពុជាបច្ចុប្បន្ននេះទេហើយនៅឆ្នាំ1979លោកក៏អាចស្រាវជ្រាវឃើញដែរប្រគល់ណាលោកបានសរសេរសម្បត្តិមួយទៅផាវ៉ាន់ដុងលោករំលឹកផាវ៉ាន់ដុងថាប្រគល់ណាមានសគុណយ៉ាងម៉េចខ្លះលើវៀតកុងវៀតណាមទាំងជើងថែទាំងឲ្យជំរកជ្រកនៅថែទាំងបើកកំពង់ផែកំពង់សោមឲ្យទឹកអាវុធឆ្លងកាត់កម្ពុជាយកផ្ដល់ទៅឲ្យពួកវៀតកុងវៀតណាមខាងជើងលោកលន់នល់សម្លាក់លោកដោយសារតែលោកជួយហ្នឹងប៉ុន្តែឥឡូវលោកដេញពលពតចេញហើយសូមប្រគល់កម្ពុជាមកឲ្យខ្ញុំវិញផងឲ្យខ្ញុំវិញមកដឹងវ៉ាន់ដុងឆ្លើយផាវ៉ាន់ដុងឆ្លើយថាម៉េចទេផាវ៉ាន់ដុងមិនខ្ចីទាំងបើកសម្បត្តិគូណាមើលផងហើយខែនេះហ្នឹងទៀតសូមផ្ញើបញ្ជូនត្រឡប់ទៅម្ចាស់ដើមវិញហើយផាវ៉ាន់ដុងថាស្អីស៊ីនោះហ្នឹងស៊ីនោះចាប់ហើយប៉ុន្តែដោយសារមករួមតស៊ូជាមួយគ្នាទៅចលនា3ភាគីនេះទៅបានប្រគល់ណាបានមានកិច្ចព្រមព្រៀងប៉ារីសហ្នឹងបើគ្មានការរួមតស៊ូជាមួយគ្នាគ្មានកិច្ចព្រមព្រៀងប៉ារីសទេហើយគ្មានប្រគល់ណាមកធ្វើប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យទេហើយគ្មានកម្ពុជាសប្តាហ៍ថ្ងៃនេះទៀតដូច្នេះឃើញថាកាលពីឆ្នាំ1970ក៏ខ្មែរក្រហមដើរតួសំខាន់ណាជាសាច់ជាឈាមរបស់ជាតិស្លាប់រស់ក្រោមទ្រង់បែកទេហាក់ទៅពីយ៉ាងម៉េចមានន័យថាខ្មែរក្រហមបានរួមចំណែកការពារជាតិហើយសាច់ជាឈាមរបស់ជាតិបើមានខុសមានត្រូវខ្ញុំថាមានខុសមានត្រូវបើវាខុសវាត្រូវក្នុងក្របខ័ណ្ឌជាតិមិនក្នុងក្របខ័ណ្ឌបល័យទូសាសជាតិឯងទេអានឹងដែលខ្ញុំចង់គូសសង្កត់ដកពិសោធន៍ហើយបរទេសគេចង់សង្កត់យើងយ៉ាងម៉េចយើងមួយវត្តគ្នាយើងដឹងយើងស្គាល់គ្នាអស់ហើយព្រោះបានរួមគ្នាតស៊ូជាមួយគ្នាតាអញមិនក៏កុំភ្លេចចោលបាទលោកខៀវសំផនតើរបបខ្មែរក្រហមមានពាក់ព័ន្ធយ៉ាងម៉េចដែរចំពោះបល័យពូជសាសន៍នៅកម្ពុជានោះបាទរឿងនោះវាស្មុគស្មាញណាស់វាមិនមែនមានចេតនាទៅបល័យពូជសាសន៍ជាតិឯងទេលោកដឹងទេទៅតស៊ូក្នុងព្រៃលំបាកយ៉ាងម៉េចហើយក្របែកទេ50នាទីវាស្រួលទេលោកជិះទៅតាក់ទៅមើលទៅត្រូវចង់និយាយទៅទាំងអស់នេះត្រូវស្រាវជ្រាវឲ្យស្រួលបួលឲ្យប្រកបប្រជាឡើងវិញកុំមកនេះចេះតែស្រែកហើយមិនព្រមមើលឯកសារឲ្យច្បាស់លាស់ហើយឯកសារនោះមិនទៅយល់តាទេខ្ញុំចង្អុលបិណ្ឌគឺណាននោះហើយសភៅនោះចំណងជើងរបបប៉ុលពតទំព័រ115
ចាប់ពីមើលដល់5ទៅឲ្យសូមជើញមើលទៅឲ្យសូមបងប្អូនរួមជាតិទាំងអស់គ្នាមកគ្នាមើលឯកសារនោះសិនខ្ញុំសូមអំពាវនាវឲ្យបងប្អូនរួមជាតិយើងប្រជាជនធម្មតាវាមិនយ៉ាងទេប៉ុន្តែអ្នកដែលចេះដឹងខ្ពស់អ្នកដែលគឺសកម្មភាពនយោបាយទទួលខុសត្រូវវាសនាជាតិយើងខំមើលហ្នឹងឲ្យមែនទេមើលសភៅហ្នឹងខ្ញុំនិយាយឲ្យនិយាយទៀតថាសូមមើលឯកសារហ្នឹងណាជាឯកសារផ្ទៃក្នុងដែលពិភាក្សាគ្នាក្នុងគណៈអចិន្ត្រៃយ៍នៃបកកុម្មុយនីសកម្ពុជាបើកទូលាយខ្ញុំអត់មានសមាជិកគណៈអចិន្ត្រៃយ៍ទេតែគេឲ្យខ្ញុំទៅចូលរួមដែរទីនោះពីព្រោះតាក់ទងរឿងចរចាមិនមែនតាក់ទងរឿងផ្សេងក្នុងបកកុម្មុយនីសគេឲ្យខ្ញុំទៅចូលរួមដូច្នេះខ្ញុំវាភ័យព្រួយវាឈឺចាប់អញ្ចឹងហើយបានចិត្តខ្ញុំសុខចិត្តវាឈឺចាប់ហ្នឹងវាព្រួយហ្នឹងដល់អតកដាលខែ6ឆ្នាំ1971រឿងដែលតាមប្រមាណមកថានឹងមានរឿងរបៀបអញ្ចឹងយើងមិនដឹងវាចេញយ៉ាងម៉េចទេតែរបៀបគេហៅថាច្បាច់តឲ្យងាប់ណាបើពលពតក៏ថាពោះខ្លាំងរឹតគូមួនយុទ្ធសាស្ត្រពោះខ្លាំងរឹតគូមួនណាអញ្ចឹងលោកខៀវសំផននៅរបបគ្រប់គ្រងដោយពួកខ្មែរក្រហមតាមឯកសារមួយចំនួនបានបង្ហាញថាមានប្រទេសមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហមដែរតែលោកអាចបញ្ជាក់បានទេពីចំណោមប្រទេសទាំងអស់នោះជាមួយនឹងរបបខ្មែរក្រហមឥឡូវលោកឃើញស្រាប់ខ្ញុំនិយាយពីរឿងវៀតណាមមានយុទ្ធសាស្ត្រគេហៅថាពោះខ្លាំងរឹតគូមួនហើយលោកនិយាយមើលឯកសារដែលខ្ញុំនិយាយនឹងមើលមែនឲ្យវៀតណាមឆ្លើយមកចង្អុលយកឯកសារនៅបង្ហាញទូតវៀតណាមទៅលោកជិះយកឯកសារនៅបង្ហាញទូតវៀតណាមឲ្យវៀតណាមឆ្លើយមកលោកអាចបង្ហាញថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងមានការជាប់ពាក់ព័ន្ធមួយចំនួននៅថ្នាក់ដឹកនាំកម្ពុជាយើងក្នុងរដ្ឋាភិបាលបច្ចុប្បន្នតើលោកអាចបញ្ជាក់ពីប្រវត្តិបានខ្លះៗទេតើថ្នាក់ដឹកនាំកម្ពុជាយើងមានជាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមទេយ៉ាងម៉េចទេអត់ទេខ្ញុំមិនអាចនិយាយអីបានទេខ្ញុំនិយាយតែរឿងប្រវត្តិសាស្ត្រកន្លងមកដើម្បីដកពិសោធន៍ពីប្រវត្តិសាស្ត្រកន្លងមកចា៎លោកអាចមានប្រសាសន៍ថាហេតុអីបានយកមិនហ៊ានមានប្រសាសន៍នៅពេលហ្នឹងអត់ទេខ្ញុំសូមអធិស្ឋានឲ្យមិនចប់ទេរឿងហ្នឹងឃើញរឿងស្មុគស្មាញឃើញរឿងវែងទេបាទអរគុណលោកខៀវសំផនដែលបានមានប្រសាសន៍ជាមួយ